ថ្ងៃដែលលោកគ្រូសប្បាយចិត្តជាងគេគឺថ្ងៃសៅរ៍ព្រោះថ្ងៃនេះពេលបរិញ្ញចាប់ទៅជួបកូនតែថ្ងៃនេះក៏ថ្ងៃសែតផងគាត់ដែរព្រោះគាត់ត្រូវតែញអវ៉ាន់ផ្ញើកូនទៅអស់លុយច្រើនដាច់លុយចាយថ្ងៃនេះពន្ធខ្ញុំឃ្លានរបស់ថ្លៃទៅដែរគឺតរ៉េនអស់40000ជាងបន្ទាប់មកក៏ឆ្លៀតទៅទិញសាច់គោព្រោះក៏ខានញ៉ាំសាច់គោយូរហើយនេះបានរបស់ហើយតរ៉េនមួយសាច់គោកន្លះគីឡូមុនទៅផ្ទះឆ្លៀតមកសិក្ខាសាលាទីទៀតតបមកក៏ឆ្លៀតទៅទិញខាត់ណាយប់នេះគឺឆាខាត់ណាសាច់គោផ្ទះពុនខ្ញុំនៅសូននិគមដូច្នេះហើយអញ្ចឹងត្រូវជិះតាមផ្លូវចិនអូយឡើងទេសភាពឡើងស្អាតតាមផ្លូវតោះ let's go ឥឡូវដល់ផ្ទះហើយណោះកូនមើលពួកវាខានមកយូរមើលភ្លឺបន្ទាប់ពីមើលកូនរួចហើយមកបញ្ចេញថ្វីដៃម្ដងខានមកយូរអញ្ចឹងធ្វើម្ហូបឲ្យពុនញ៉ាំមើលឲ្យឆ្ងាញ់មើលថាតើប្តីធ្វើម្ហូបឆ្ងាញ់ប៉ុណ្ណានិយាយតាមត្រង់អ្នកនរគ្នាកាលពីមុនណាខ្ញុំអត់ចេះធ្វើម្ហូបទេតែពេលការរួចចេះធ្វើម្ហូបតែម្ដងព្រោះម្ដងនេះមើលម៉ាក់ក្មេកគាត់ធ្វើម្ហូបរហូតយូរទៅចេះធ្វើតាមគាត់ហើយពេលខ្លះពុនថាឃ្លាននេះឃ្លាននោះក៏រៀនធ្វើឲ្យគាត់ញ៉ាំទៅណារៀនលេងចេះមែនតែនប៉ុន្តែគ្មានចេះអីច្រើនទេមានចេះតែឆាភាគច្រើនខ្ញុំចេះតែឆានឹងឯងសូម្បីកាត់បន្លែនេះក៏មិនចេះដែរនេះក៏ឆ្លៀតសុំឲ្យម៉ាក់ជួយមើលប្រាប់ពីរបៀបកាត់អាគល់វាកន្លែងណាស្រួយកន្លែងណាអាចញ៉ាំបាននិយាយមែនណាបានប្តីគ្រូល្អអញ្ចឹងណាទៅសារខ្លួនឯងទៅចុះហើយនៅស្រុកប្រពន្ធខ្ញុំនេះភាគច្រើនអត់ចូលចិត្តប្រើខ្លាញ់ទេចូលចិត្តប្រើតែចំហៀវជ្រូកនេះឯងហើយចំហៀវជ្រូកដាក់អញ្ចេះទៅវាអត់សូវប៉ះពាល់សុខភាពដូចខ្លាញ់ទេវាអត់សូវខ្លាញ់កកក្នុងសាច់ឈាមអីទេកំពុងតែឆានេះកូនមកលើកទឹកចិត្តអីណាអូគេចាំមើលប៉ាគេថាតើឆាឆ្ងាញ់ឬអត់ឆារួចហើយរសជាតិអាចទទួលយកបានប៉ុន្តែសាច់រៀងស្វិតតិចដល់ម៉ាក់ក្មេកខ្ញុំគាត់ធ្វើខ្នប់កូនត្រីទឹកយកបានមកពីស្រែស្រស់ទៀតណាហើយមើលគាត់លេខគ្រឿងឡើងតំណងខ្ចប់ស្លឹកចេកអាំងចេះទៀតអូយរសជាតិកាន់តែឈ្ងុយហ្មងនៅស្រុកស្រែមានប៉ុណ្ណឹងគឺអូយដូចឡើងឋានសួគ៌ហើយមេឃភ្លៀងចេះផងអាំងខ្នប់ញ៉ាំឆ្ងាញ់ណាស់ដល់ពុនខ្ញុំនេះធ្វើម្ហូបឲ្យកូនម្ដងអីគេការ៉ុតកិនពណ៌ឡើងស្រស់ហើយកូនចូលចិត្តញ៉ាំទៀតណាគាត់ចូលចិត្តញ៉ាំការ៉ុតកិនតឡូងកិនព្រោះបាន5ខែញ៉ាំបានណាឥឡូវខ្នប់ឆ្អិនហើយអ្នកនរគ្នាចាំមើលអ៊ុតមើលថាវាស្អាតប៉ុណ្ណាហើយក្តៅហុយហើយបើបានម្ទេសហឹរពីលើទៀតអូយឆ្ងាញ់ណាស់រសជាតិនេះមិនអាចបំភ្លេចបានទេញ៉ាំបាយចប់មកលេងកូនម្ដងខានជួបកូនយូរហើយមើលកូនវាមើលតែទូរស័ព្ទហ្មងអត់មើលឪវាសោះហើយនេះក៏ខ្ញុំមានសំណូមពរមួយដល់ក្រសួងអប់រំសូមឆាប់បើកផ្ទៃផងដើម្បីឲ្យប៉ាម៉ាក់បានជួបកូនរាល់ថ្ងៃអញ្ចឹងថ្ងៃនេះគឺដាច់លុយហើយថ្ងៃច័ន្ទពេលមកវិញសុំលុយពុនចាយទៀតហើយ